ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើបទបង្ហាញតាក់ទងជាមួយនឹង command សម្រាប់ត្រួតពិនិត្យ hardware ហើយនិង system control ដោយការប្រមូលយក command សំខាន់ៗមួយចំនួនដើម្បីយកមកពិនិត្យមើល hardware system resource និង system control នៅលើ Linux របស់យើងដែលខ្ញុំចង់បង្ហាញថ្ងៃហ្នឹងតាក់ទងមួយការពិនិត្យមើលមួយចំនួនគឺតាក់ទងជាមួយនឹង CPU ហើយនិង memory ដែល command ហ្នឹងគឺត្រួតពិនិត្យទៅលើ processor perform core thread and RAM usage ហើយមួយទៀតគឺ storage ហើយនិង disk គឺ command មួយហ្នឹងគឺប្រើដើម្បីត្រួតពិនិត្យទៅលើ disk space របស់យើង partition ហើយនិង health status អីផ្សេងៗហើយទៅតាមជាមួយនឹង network និង GPU គឺ command ហ្នឹងសម្រាប់ network monitoring interface ហើយនិង GPU information ទៅតាមជាមួយនឹង system control គឺយើងដោយ write command ដែល shutdown restart process management command ផ្សេងៗអញ្ចឹងជាដំបូងខ្ញុំចង់ធ្វើការបង្ហាញតាក់ទងជាមួយនឹង CPU information command របស់យើងដោយយើងគ្រាន់តែប្រើ command មួយឈ្មោះថា ls CPU គឺcommand មួយហ្នឹងគឺវានឹងបង្ហាញតាក់ទងជាមួយនឹង processing របស់យើងដែល CPU របស់យើងហ្នឹងកំពុងតែប្រើប្រាស់លើប៉ុន្មានហើយ CPU យើងមានប្រមាណគឺវានឹងលេខមកហើយមួយទៀតខ្ញុំចង់បង្ហាញតាក់ទងជាមួយនឹង command មួយដែលមានឈ្មោះថា htop គឺ command ហ្នឹងគឺបង្ហាញយើងដោយ real time CPU របស់យើងដែលប្រើហើយនឹង process ដែល CPU យើងកំពុងតែប្រើហ្នឹងអញ្ចឹងមុននឹងចូលដល់ command htop ហ្នឹងគឺ computer Linux របស់ខ្ញុំនេះគឺអត់មាន htop ទេអញ្ចឹងត្រូវ download htop ជាមុនសិនអញ្ចឹងពេលដែលយើងត្រូវ download htop យើង write command sudo apt install htop យើងដាក់ password មកហើយវានឹងធ្វើការ download htop ពេលនេះយើង download ហើយអញ្ចឹងយើងអាចប្រើ command មួយដែលមានឈ្មោះថា htop បានហើយដើម្បីពិនិត្យមើល real time CPU របស់យើងនេះគឺជា real time CPU របស់យើងនេះបើនៅក្នុង Windows របស់យើងវិញដូចយើងបើកនៅtask manager អញ្ចឹងដើម្បីមើល CPU របស់យើងអញ្ចឹងដើម្បីបញ្ចប់កន្លែងហ្នឹងយើង control C មកតាក់ទងជាមួយនឹង RAM ហើយនិង memory command អញ្ចឹងដើម្បីបង្ហាញគឺយើងមាន command មួយគឺ free-h គឺ free-h ចឹងមានន័យថា command ហ្នឹងគឺបង្ហាញតាក់ទងជាមួយនឹង RAM ការប្រើ RAM របស់យើងចឹងខ្ញុំវាយ command មួយដែល free-h អញ្ចឹងគឺជា RAM ដែលយើងប្រើហ្នឹងគឺវាលិះមកហើយតាក់ទងជាមួយនឹង command មួយទៀតដែលខ្ញុំចង់បង្ហាញគឺតាក់ទងជាមួយនឹង storage and disk អញ្ចឹង storage and disk ហ្នឹងគឺវាប្រើសម្រាប់ pattern ទាំងអស់ហ្មងអញ្ចឹងជាមួយខ្ញុំប្រើ command មួយ df -h គឺ disk storage របស់យើងនេះគឺវាលិះមកហើយអញ្ចឹងបើសិនជាយើងប្រើមួយទៀតតាក់ទងជាមួយនឹងវាហត់បើសិនជាគេមានគេ block device មួយឬក៏ pattern អញ្ចឹងយើងអាច check មើលដោយប្រើ ls បើសិនជាគេលាក់អាហ្នឹងយើងអាច check មើល ls b អូខេអញ្ចឹងវាលិះមកទាំងអស់ហើយសម្រាប់តាក់ទងជាមួយនឹង network and CPU information គឺ command មួយចំនួនគឺមានតាក់ទងដូចជា IPA អាហ្នឹងគឺវា
គឺជា command មួយដែល link ជាមួយនឹង IP address របស់យើងអាចប្រើ command មួយហ្នឹងហើយការបង្ហាញតាក់ទងជាមួយនឹង GPU command របស់យើងដែលយើងប្រើ NVIDIAកន្លែងនេះវាធ្វើការយើង download ដើម្បីcheck មើលនៅNVIDIA និងជា GPU info របស់វាអញ្ចឹងខ្ញុំខ្ជិល download គ្រាន់ថាកន្លែង command មួយហ្នឹងគឺវាបង្ហាញតាក់ទងជាមួយនឹង NVIDIA info GPU info ហើយ command តាក់ទងជាមួយនឹង sudo ishwc video នោះគឺតាក់ទងជាមួយនឹងការ detail GPU របស់ info ដូចគ្នាហើយបើ general GPU គឺយើងប្រើ command ispci ហើយប្រើសញ្ញាមកត្រង់ចុះក្រោមនេះហើយ grep ហើយបន្តមកទៀត -i នេះ command មួយនេះ ls PCI នេះសញ្ញាត្រង់នេះយើងដកឃ្លាមកតមកយើងដាក់ VIA នេះគឺជា general GPU ដើម្បី check មើលអញ្ចឹងខ្ញុំធ្វើការបង្ហាញតាក់ទងជាមួយនឹង system information command ម្ដងកន្លែងនេះគឺបើសិនជាយើងដាក់ sudo ls AW ហ្នឹងគឺវានឹង list hardware info មកទាំងអស់មកយ៉ាងលម្អិតហ្មងអញ្ចឹងវាគឺវា list មកហើយតែវាច្រើនទាំងអស់អញ្ចឹងហើយនេះច្រើនណាវា list មកទាំងអស់ហើយតើទៅជាមួយនឹង command tab command អីផ្សេងអាហ្នឹងគឺតើទៅជាមួយនឹងវាបង្ហាញតើទៅជាមួយនឹង OS version ហើយនឹង distribution info ហើយតើជាមួយនឹងsystem run time អីផ្សេងគឺយើងដាក់ uptime អញ្ចឹងខ្ញុំសូមវាយ command uptime កន្លែងហ្នឹងគឺបង្ហាញតើទៅជាមួយនឹង system run time ហើយនឹង load average របស់យើងនេះវាចេញមកហើយអញ្ចឹងកន្លែងនេះតើទៅជាមួយនឹងUSB ហើយនឹង battery info គឺយើងគ្រាន់តែវាយ command មួយ ls USB កន្លែងនេះវានឹងបង្ហាញតើទៅជាមួយនឹង device USB មកខ្ញុំចង់បង្ហាញមួយទៀតតើទៅជាមួយនឹងprocessing management ការពិនិត្យឬក៏យើងចង់ add task នៅក្នុងLinux របស់យើងប៉ុន្តែនៅក្នុង Linux គេហៅថា kill អញ្ចឹងបើសិនជានេះយើងអាចវាយ ps aux កន្លែងហ្នឹងគឺបង្ហាញតាក់ទងជាមួយនឹង running process ទាំងអស់ហ្មងអញ្ចឹងវាបង្ហាញមកហើយបើសិនជាយើងចង់kill មួយណាយើងអាចដោយប្រើ command មួយ kill ហើយយើងដាក់PID របស់វាបើសិនជាprogram មួយណាដែលគាំងឬក៏ error ផ្សេងដូចយើងចុចទៅលើ task and manager នៅក្នុង Windows របស់យើងអញ្ចឹងតែនៅក្នុង Linux នេះយើងប្រើ command kill ហើយយើងដាក់ PID នេះទៅគឺវានឹង kill ហើយមួយទៀតបើសិនជាខ្ញុំចង់shut down អញ្ចឹងខ្ញុំអាចប្រើ command មួយដែលមានឈ្មោះថាsudo shutdown
ចឹងពេលដែលខ្ញុំចុចទៅគឺ Linux របស់យើងហ្នឹងគឺនឹង shut down ហើយអញ្ចឹងនេះគឺជា command មួយដែលដើម្បី shut down គ្រាន់តែ sudo shut down now គឺវានឹង shut down ហើយយើងចូលថ្មីណាតើតើជាមួយនឹងការ restart អញ្ចឹងយើងអាចវាយដូចគ្នាតើតើជាមួយនឹង restart Linux របស់យើងគ្រាន់តែយើងវាយ sudo reboot គឺកុំព្យូទ័ររបស់យើងហ្នឹងគឺនឹងrestart មកហើយបើសិនជាយើងចង់កំណត់ម៉ោងឧទាហរណ៍ថាយើងកំណត់ប្រមាណនាទីយើងចង់កំណត់ប្រមាណនាទីដើម្បី restart ទៀតចឹងយើងគ្រាន់តែចុចសញ្ញាបូកបន្ថែមមកហើយយើងដាក់កំណត់នាទីដែលយើងចង់បានវានឹងដល់នាទីហ្នឹងវានឹង load restart ខ្លួនឯងហើយការ shut down ដូចគ្នាបើសិនជាយើងចង់ shut down ឥឡូវយើងដាក់ now តែបើសិនជាយើងចង់ថា10នាទីទៀតចាំ shut down យើងដាក់គ្រាន់តែបូក10ទៅហើយបើសិនជាយើងចង់តើតើជាមួយនឹងការ reboot dash h នេះគឺកន្លែងហ្នឹងគឺវា force restart កន្លែងហ្នឹងគឺគ្រាន់តែប្រើចាំពេលដែលចាំបាច់អាហ្នឹងកុំនិយាយទៅវាអត់ recommend ឲ្យយើងប្រើជាញឹកញាប់ទេគាត់ថាយូរយើងអាចប្រើម្ដងអញ្ចឹងណាហើយតើជាមួយនឹងបើសិនជាយើងយក system control command ហ្មងគឺយើងអាចប្រើ sudo system control control power off អញ្ចឹងទៅ system ctl power off កន្លែងនេះគឺវានឹងបិទមកអញ្ចឹងវានឹងស្មើ power off អញ្ចឹងគ្រាន់តែខ្ញុំចុចទៅវាទាមទារ password យើងគ្រាន់តែវាយ password ចូលទៅវានឹងចុចបិទហើយអញ្ចឹងការបង្ហាញមួយនេះគឺដល់ទីបញ្ចប់ហើយអញ្ចឹងសូមអរគុណច្រើនជំរាបលា